សមាជិកព្រឹទ្ធសភាមកពីគណៈបក្សសាធារណរដ្ឋលោករ៉ន យ៉នសុននិយាយថាការជំរុញរបៀបវារៈរបស់លោក Trump អាស្រ័យលើការកាត់បន្ថយការចំណាយនៅថ្ងៃទី30 ខែមីនាឆ្នាំ2025សមាជិកព្រឹទ្ធសភាសាធារណរដ្ឋលោករ៉ន យ៉នសុនដែលជាសមាជិកគណៈកម្មាធិការថវិកានិងពន្ធនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានព្យាករណ៍នៅថ្ងៃអាទិត្យទី30 ខែមីនាឆ្នាំ2025ថារបៀបវារៈរបស់ប្រធានាធិបតី Donald Trump ដែលរួមមានការកាត់បន្ថយពន្ធនិងគោលនយោបាយអន្តោប្រវេសន៍នឹងមិនអាចជឿនលឿននៅក្នុងព្រឹទ្ធសភាបានទេលុះត្រាតែលោក Trump និងថ្នាក់ដឹកនាំគណៈបក្សសាធារណរដ្ឋយល់ព្រមកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធឲ្យនៅកម្រិតមុនពេលមានជំងឺរាតត្បាត COVID-19 លោក Johnson បាននិយាយថាការកាត់បន្ថយចំណាយត្រូវលើសពីគោលដៅ$2 ត្រីលានដែលសភាតំណាងរាស្ត្របានអនុម័តហើយបានអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈបក្សបង្កើតដំណើរការពិនិត្យឡើងវិញដើម្បីស្វែងរកការកាត់បន្ថយបន្ថែមនៅក្នុងថវិកាសហព័ន្ធលោកបានបញ្ជាក់នៅក្នុងកម្មវិធី Sunday Morning Futures របស់ Fox News ថាបើគ្មានការបដិញ្ញាចិត្តក្នុងការត្រឡប់ទៅកម្រិតចំណាយសមរម្យមុនជំងឺរាតត្បាតនិងដំណើរការដើម្បីសម្រេចវាខ្ញុំគិតថារឿងនេះនឹងមិនទៅមុខទេលោកចង់ឲ្យការចំណាយសហព័ន្ធសរុបធ្លាក់ចុះពីប្រមាណ$7 ត្រីលាននៅឆ្នាំនេះមកនៅត្រឹម$4.4 ត្រីលានដែលជាកម្រិតឆ្នាំ2019សូមអរគុណ